របៀបចងកូដរូបមន្តក្នុង attribute rule ដើម្បីបញ្ចូលតម្លៃលេខក្បាត់ដីដោយស្វ័យប្រវត្តិអញ្ចឹងការចងរូបមន្តក្នុង attribute rule នេះគឺមានសារៈសំខាន់មែនទែនសម្រាប់ការងារគ្រប់គ្រងទិន្នន័យក្បាត់ដីក៏ដូចជាការបញ្ចូលទៅលើតម្លៃទិន្នន័យដោយស្វ័យប្រវត្តិអញ្ចឹងនៅក្នុង tip នេះខ្ញុំលើកយកចំណុចមួយនៅក្នុងការបញ្ចូលតម្លៃលេខក្បាត់ដីដោយស្វ័យប្រវត្តិដោយយើងមិនចាំបាច់បញ្ចូល manual ដោយដៃទេមានន័យថាពេលដែលយើងបង្កើតក្បាត់ដីមួយវានឹងបង្កើតលេខក្បាត់ដីឲ្យយើងអូតូដោយយើងមិនចាំបាច់ពិបាកនៅក្នុងការបញ្ចូលព័ត៌មានឲ្យទៅ field UPN នោះទេជំរាបសួរនិងសូមស្វាគមន៍ទៅដល់បងប្អូននិងសិស្សានុសិស្សទាំងអស់គ្នាមកកាន់ Jack Smart Learning ថ្ងៃនេះដែរជួបខ្ញុំសារជាថ្មីទៀតហើយថ្ងៃនេះខ្ញុំលើកយក tip មួយទាក់ទងនឹងការបញ្ចូលលេខកូដក្បាលដីដោយស្វ័យប្រវត្តិនៅពេលដែលយើងបង្កើតប្លង់អញ្ចឹងមានន័យថាជាទូទៅលេខកូដក្បាលដីពេលដែលយើងបង្កើតយើងតែងតែបញ្ចូលទៅលើលេខកូដក្បាលដីទៅឲ្យទៅទិន្នន័យនៃក្បាលដីនីមួយៗនៅក្នុង attribute table អញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងធ្វើការចងរូបមន្តទៅលើ field UPN ហ្នឹងដើម្បីបញ្ចូលលេខកូដអូតូឲ្យវាលំដាប់លំដោយពីលេខ1ឡើងទៅយ៉ាអញ្ចឹងដើម្បីយើងធ្វើលំហាត់នេះបានទី1យើងត្រូវមាន layer ក្បាលដីរបស់យើងសិនអញ្ចឹងយើងចូលទៅកាន់ view មកយើងហៅថា log panel យើងបង្កើតលេខកូដក្បាលដីមួយមកបង្កើត layer ក្បាលដីមួយ new filter class ហើយខ្ញុំដាក់ឈ្មោះ land partial អញ្ចឹងឧទាហរណ៍ខ្ញុំយកជា polygon ខ្ញុំចុច next ហើយខ្ញុំ click new add field មួយខ្ញុំដាក់ថា UPN ខ្ញុំបង្កើត field UPN ហើយខ្ញុំយក data type វាជា long អញ្ចឹងទៅហើយខ្ញុំចុច next មួយទៀតខ្ញុំចុចរើស coordinate system ខ្ញុំចុច finish ចាំមានន័យថាខ្ញុំបានបង្កើត field land partial នេះមួយដែលមាន field របស់វាគឺ UPN ខ្ញុំបានបង្កើត layer land partial នេះមួយដែល field UPN យើងបានបង្កើតឡើងអញ្ចឹងបើសិនជាយើងមិនមានការចងរូបមន្តកូដអត់មានអីទេពេលដែលយើងចូលទៅការ edit យើង create យើងតែងតែជ្រើសរើសយក layer របស់យើងដែលយើងចង់ធ្វើការគូរឧទាហរណ៍ខ្ញុំគូរទៅលើក្បាលដីនេះមួយយើងបញ្ចូលព័ត៌មានវានៅក្នុង field លេខ1អីចឹងទៅហើយយើងគូមួយទៀតយើងបញ្ចូល field លេខ2ចឹងទៅអញ្ចឹងទៅតាមមធ្យោបាយនេះគឺវាធ្វើបានដែរប៉ុន្តែវា manual view អញ្ចឹងខ្ញុំចង់ concept របស់ខ្ញុំនៅក្នុងពេលនេះខ្ញុំចង់រូបមន្ត UPN នេះឲ្យវាដើរលេខកូដក្បាលដីនឹងអូតូដោយយើងមិនចាំបាច់ទៅ manual បញ្ចូលដោយដៃទេយ៉ាអញ្ចឹងដើម្បីយើងធ្វើការចងវាបានទី1យើងត្រូវចូលទៅកាន់ទីតាំងដែលយើងបានរក្សាទុកនៅក្នុងទិន្នន័យរបស់យើងចូលទៅកាន់ land partial យើងចូលទៅកាន់ attribute data design យកពី attribute rule យ៉ាអូខេបន្ទាប់ពីយើង attribute rule មកវាចេញ rule បែបនេះអញ្ចឹងជាទូទៅយើងត្រូវ add rule នេះបន្ថែមដើម្បីធ្វើការដើម្បីធ្វើការចងរូបមន្តកូដអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំមិនធ្វើការ add rule ហ្នឹងទេខ្ញុំ import rule ដែលខ្ញុំធ្វើការចងពីមុនមកខ្ញុំគ្រាន់តែ import វាបញ្ចូលមកហើយខ្ញុំ active ទៅលើ rule នោះវានឹងដំណើរការខ្ញុំចុច import បន្ទាប់មកខ្ញុំទៅរើសទីតាំងដែលខ្ញុំបានរក្សាទុក rule របស់ខ្ញុំauto field UPN ខ្ញុំ add field នឹងបញ្ចូលមកបន្ទាប់ពីខ្ញុំ add field នឹងបញ្ចូលហើយយើងបាន field row នឹងមួយអញ្ចឹង field row ហ្នឹងគឺយើងធ្វើការចងវារួចហើយមានន័យថានៅត្រង់កន្លែងនេះអញ្ចឹងនៅក្នុង rule នេះគឺយើងធ្វើការបានចងនៅក្នុង expression ណានៅក្នុង expression នេះជាកូដដែលយើងបានចងអញ្ចឹងដើម្បីយើងអាចធ្វើការងាររបស់យើងទៅមុខទៀតបានយើងគ្រាន់តែ save ទៅលើ rule ដែលយើងបាន import នេះហើយបញ្ជាក់ថា rule នេះគឺយើងបានចងរួចហើយគ្រាន់តែយើង import យកមកប្រើប្រាស់ហើយដោយឡែកកូនសិស្សដែលគាត់រៀន land management គាត់ចេះចងហើយទៅលើការងារទាំងអស់នេះណា land management អញ្ចឹងវគ្គសិក្សា land management របស់យើងមិនមែនគ្រាន់តែជាចងរូបមន្តនៅលើ attribute table ទេហើយវាជាវគ្គមួយវាមានន័យថាវាជាខុសមួយវាមិនមែនជា
លំហាត់មួយក្នុងការអនុវត្តទៅលើមេរៀនណាមួយទេអត់ទេវាជាខុសមួយមានន័យថាខុសសិក្សាគឺខុសផ្សេងគ្នាអញ្ចឹងសិស្សានុសិស្សត្រូវយល់ថាការងាររបស់យើងត្រូវរៀនទៅលើខុសណាអញ្ចឹងនៅក្នុងខុសនីមួយវាមានលំហាត់ផ្សេងពិសេសនៅក្នុងខុសនីមួយមិនមែនមានន័យថាយើងរៀនមកខុសគឺយើងអាចធ្វើការងារបានច្រើនតម្រងអត់ទេមានន័យថាយើងត្រូវយល់ថាបើយើងចង់ច្បាស់ទៅលើជំនាញណាមួយយើងត្រូវផ្ដោតទៅលើជំនាញហ្នឹងមិនមែនយើងរៀនទូទៅឲ្យស្គាល់ហើយធ្វើអត់បានទេបើយើងផ្ដោតទៅលើជំនាញទៅលើខុសណាមួយយើងនឹងច្បាស់ទៅលើខុសហ្នឹងព្រោះនៅក្នុងខុសនីមួយវាមានមេរៀនវាមានលំហាត់ជាច្រើនដែលតម្រូវឲ្យបងប្អូនចេះអនុវត្តឬក៏សិក្សាចេះអនុវត្តអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំមិនបញ្យល់ទៀតទេនៅក្នុងមេរៀន Land Management ញ៉ានេះគាត់ខ្ញុំលើកជា tip មួយឲ្យបងប្អូនចេះយល់ដឹងហើយកូដរូបមន្តនេះបើត្រូវការអាចតាក់ទងមកសាលាយើងនឹងផ្ដល់ជូន free ទេសម្រាប់សិស្សានុសិស្សដែលគាត់រៀនអូខេអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំអាច save ទៅលើ rule នេះមួយអញ្ចឹងយើងមើលទៅលើ rule ហ្នឹងវាអាចមានបញ្ហាទៅលើចំណុចមួយដែលយើងកំពុងតែជួបប្រទះអូខេចាំបន្តិចអូខេអញ្ចឹងខ្ញុំធ្វើការ modify ទៅលើ script ហ្នឹងតិចដោយសារទិន្នន័យរបស់យើង layer របស់យើង land partial អញ្ចឹងយើងដូរ land partial នេះជា default នេះdata store យើងត្រូវធ្វើម៉េចឲ្យដូចជាមួយនឹង land partial ជា layer របស់យើងណា data store អញ្ចឹងខ្ញុំចុចsave ម្ដងទៀតមកអូខេវាទៅហើយដោយសារមុននេះវាខុស data store ណាអញ្ចឹង data store និង layer របស់យើងត្រូវឲ្យត្រូវដូចគ្នាណាអូខេបន្តមកទៀតយើងចុចបិទមកឥឡូវយើងធ្វើការ edit យើង create យើងសាកគូទៅលើ land partial របស់យើងអូខេយើងមើលទៅក្នុង attribute វាបញ្ចូលឲ្យយើង auto ហើយអានេះយើងអាចជ្រើសរើសយក UPN អូខេអញ្ចឹងបងគូទៅលើក្បាលដីណាវាតែងតែបញ្ចូលទៅលើតម្លៃ field ហ្នឹងឲ្យយើងឃើញទេក្បាលដីលេខ1លេខ2លេខ3លេខ4លេខ5អញ្ចឹងវាងាយស្រួលឲ្យយើងដែរក្នុងការចងរូបមន្តសម្រាប់បញ្ចូលទៅលើលេខកូដក្បាលដីដោយស្វ័យប្រវត្តិអញ្ចឹងបើសិនជាក្នុងករណីដែលយើងចង់កែលេខកូដមួយហ្នឹងមានន័យថាបើយើងចង់កែបានយើងដាក់លេខប្រហែលក៏ដាក់ទៅមានន័យថាយើងអាច manual ដៃក៏បានមិនប្រកាសថាពេលខ្លះយើងត្រូវ auto ដែរអញ្ចឹងយើងអាច manual អញ្ចឹងបើកាលណាយើង manual ហើយយើងអាចបញ្ចូលទៅតាមតម្រូវការរបស់យើងតទៀតបានឃើញទេឡើង21អញ្ចឹងដោយសារក្បាលដីយើងដល់21អញ្ចឹងវាតពី21អា9 10អត់មានទេអញ្ចឹងអាហ្នឹងអាស្រ័យទៅលើការចងរបស់យើងទេណាយើងអាចចងបែបម៉េចក៏បានដែរអញ្ចឹងនៅក្នុងវគ្គ Land Management គឺផ្ដោតទៅលើការគ្រប់គ្រងវាសំខាន់ទៅលើការចងកូដរូបមន្តនៅក្នុង attribute rule ហ្នឹងហើយយើងមានចំណុចពិសេសផ្សេងទៀតអញ្ចឹងនៅក្នុង tip របស់ខ្ញុំគ្រាន់តែជាចំណុចមួយលើកជាចំណុចមួយឲ្យបងប្អូនធ្វើការសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ទៅលើការគ្រប់គ្រងទិន្នន័យក្បាលដីហើយការងារខ្លះយើងមិនចាំបាច់ manual ក្នុងការបញ្ចូលទេយើងត្រូវ auto calculate ឬក៏ auto fill auto របស់យើងដែលយើងចងវានឹងទៅអូខេអញ្ចឹងនៅក្នុង tip នេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនគិតថាវីដេអូនេះមានសារៈសំខាន់កុំភ្លេចជួយ share វីដេអូនេះនិងជួយ subscribe ទៅលើ channel YouTube និងដាក់សញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានចំណេះដឹងថ្មីទៀតហើយបើបងប្អូនសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចង់សិក្សាទៅលើវគ្គ GS ក៏អាចតាក់ទងមកបានដែរដើម្បីទទួលបានតម្លៃ promotion ហើយបើសិស្សសានុសិស្សចាស់ដែលធ្លាប់រៀនពីមុនចង់រៀនទៅលើវគ្គថ្មីអញ្ចឹងវគ្គថ្មីយើងក៏មាន discount បន្ថែមទៀតដែរសម្រាប់សិស្សចាស់បាទសូមអរគុណ